ជានិស្សិតសាលាសិល្បៈស្រឡាញ់ចូលចិត្តតន្ត្រីបុរាណនាងមានសេចក្តីស្រមៃចង់បានបរិសម្នាក់ដែលនាងតែងតែឮសម្លេងតាមវិទ្យុសម្លេងរបស់គាត់បានដកជាប់ក្នុងបេះដូងនាងយ៉ាងជ្រាលជ្រៅនៅពេលដែលកំពុងសម្ដែងនៅលើឆាកជាមួយនឹងអារម្មណ៍អណ្ដែតអណ្ដូងស្រាប់តែអភូតហេតុនាំនាងឆ្លងពេលវេលាទៅកាន់សម័យបុរាណនាងស្ថិតនៅក្នុងខ្លួននារីម្នាក់ដែលជាអ្នកលេងឧបករណ៍ភ្លេងបុរាណដូចគ្នាក្នុងសម័យកាលមួយដែលគ្មានបច្ចេកវិទ្យាប៉ុន្តែមានតន្ត្រីបុរសក្នុងក្តីស្រមៃក្នុងពេលអនាគតពេលនេះបានចេញមកចំពោះមុខនាងក្នុងសម័យបុរាណពួកគេក៏ចាប់ផ្ដើមរួមគ្នាបង្កើតជាក្រុមតន្ត្រីនិងរហូតបង្កើតបានជាក្តីស្រឡាញ់ស្នេហាដែលចាប់ផ្ដើមពីសំឡេងមកជួបគ្នាក្នុងពិភពមួយដែលមិននឹកស្មានដល់តើទីបំផុតនឹងទៅជាយ៉ាងណាត្រូវបន្តនិស្ស័យស្នេហ៍ឬត្រឡប់ទៅអនាគតវិញទទួលសិទ្ធិផ្ដាច់មុខដោយក្រុមហ៊ុន PPCTV រឿងសំឡេងតន្ត្រីឆ្លងវេលាមានផ្សាយជូនទស្សនាក្នុងពេលឆាប់ៗនេះនៅលើកញ្ចក់ទូរទស្សន៍ខ្សែកាប PPCTV ជាមួយគុណគឺប៉ុស្តិ៍លេខ10